ជំរាបសួរបងប្អូនបងម្នាក់គាត់ comment នៅក្នុង YouTube របស់ខ្ញុំគាត់សួរថាបងបើខ្ញុំរៀនសកលអញ្ចឹងតើខ្ញុំគួរឆ្លៀតពេលទៅធ្វើការនៅក្នុងហាងកាហ្វេអីអត់អញ្ចឹងណាហើយបើទៅធ្វើអាចបានប្រាក់ខែប៉ុណ្ណាអាចសមរម្យដែរអត់អញ្ចឹងថ្ងៃនេះចូលរួមឆ្លើយសំណួរប្រកបតាមបទពិសោធន៍ដែលខ្ញុំសង្កេតឃើញនៅក្នុងទីផ្សាររបស់យើងមែនទែនទៅបើសិនជាយើងជាអ្នកទូទាហើយខ្ញុំគិតថាវាជាជំរើសណាជាជំរើសយើងអាចទៅធ្វើក៏បានឬក៏មិនធ្វើក៏បានពីព្រោះយើងគ្រួសារអាចមានជីវភាពគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ជួយទំនុកបម្រុងការរៀនសូត្ររបស់យើងអញ្ចឹងអត់ចាំបាច់ត្រូវមានការងារបន្ថែមទេប៉ុន្តែសម្រាប់គ្នាយើងភាគច្រើនដែលជាពិសេសអ្នកនៅខេត្តដែលខ្ញុំគិតថាអ្នកនៅពេញក៏ដោយប៉ុន្តែកម្រិតជីវភាពដែលយើងចាំបាច់ត្រូវការងារធ្វើដើម្បីផ្គត់ផ្គង់ការរៀនសូត្ររបស់យើងខ្ញុំគិតថាការធ្វើការនៅក្នុងហាងកាហ្វេក៏អាចជាជម្រើសដ៏ល្អវាមានហេតុផលពី3នៅក្នុងហ្នឹងទី1យើងទទួលបានប្រាក់ខែដើម្បីផ្គត់ផ្គង់ការរៀនសូត្រការរស់នៅរបស់យើងមែនទែនមករស់នៅភ្នំពេញទី1ប្រហែលជាយើងអាចត្រូវការបង់ថ្លៃផ្ទះជួលបង់ថ្លៃទឹកភ្លើងណាផ្គត់ផ្គង់ការហូបចុករាល់ថ្ងៃសម្រាប់ខ្លួនឯងហើយអាចសំខ្លះសម្រាប់បង់ថ្លៃសាលារៀនបន្តដែរអញ្ចឹងទី1ខ្ញុំអាចជឿថាយើងបានប្រាក់ខែទៅយើងបានជាចំណូលដើម្បីផ្គត់ផ្គង់ទាំងអស់ហ្នឹងវាបន្ថយបន្ទុកក្រុមគ្រួសារយើងពីស្រុកពីខេត្តពីអីមកដែរកត្តាទី2ខ្ញុំគិតថាពេលដែលយើងធ្វើការធម្មតាយើងមានឱកាសដើម្បីបានរៀននៅកន្លែងធ្វើការគេអាចបរៀនជំនាញមួយចំនួនដូចជាជំនាញចុងកាហ្វេ barista ហ្នឹងទី1យើងទី2យើងអាចចេះនៅក្នុងការជំនាញក្នុងការធ្វើកាហ្វេធ្វើអីចឹងទៅអញ្ចឹងអាហ្នឹងអាចជាបំណិនជីវិតមួយទៀតដែលគិតថាវាអាចសំខាន់សម្រាប់យើងដែរបើសិនថ្ងៃក្រោយយ៉ាងណាយ៉ាងណីអីក៏យើងពេលខ្លះយើងអាចចាប់យើងមានជំនាញមួយនៅក្នុងខ្លួនដែរណាជំនាញនៅក្នុងការចុងកាហ្វេអញ្ចឹងបែរជាអាចទៅបង្កើតហាងកាហ្វេតូចមួយអីសម្រាប់ថ្ងៃអនាគតអីក៏មើលមិនឃើញណាទន្ទឹមនឹងកាលណាយើងទៅធ្វើការហាងកាហ្វេវាមិនត្រឹមតែចេះឆុងចេះទេប៉ុន្តែយើងចេះនៅក្នុងការប្រស្រ័យតាក់ទងជាមួយភ្ញៀវនិយាយជាមួយភ្ញៀវណារាក់ទាក់ជាមួយភ្ញៀវចេះសួរចេះនាំណានឹងជាសិល្បៈជីវិតមួយដែលយើងត្រូវការនៅក្នុងជីវិតរបស់យើងដែរណានៅក្នុងទំនាក់ទំនងសង្គមដែរអញ្ចឹងរឿង3ហ្នឹងដែលខ្ញុំគិតថាសំខាន់ហើយជាពិសេសរឿងទី1នឹងហ្មងគឺបានប្រាក់ខែមួយសម្រាប់ផ្គត់ផ្គង់ខ្លួនឯងនៅក្នុងការរៀនសូត្រព្រោះរៀន4ឆ្នាំមែនតើទៅបងថ្លៃសាលារឿងមួយខ្ញុំធ្លាប់និយាយក្នុងវីដេអូមួយប៉ុន្តែអាការរស់នៅប្រចាំថ្ងៃគឺចាំបាច់អញ្ចឹងការធ្វើហាងកាហ្វេបើខ្ញុំសង្កេតទៅបើកាហ្វេនៅក្នុងស្រុករបស់យើងហាងកាហ្វេក្នុងស្រុករបស់យើងដែលទាំងអស់នេះឃើញល្បីហ្នឹងជាទូទៅក៏ខ្ញុំគិតថាអាចរកបានប្រាក់ខែពី180ទៅ250ក្នុងមួយខែដែរណាបើសិនណាហាងកាហ្វេដែរប៉ុន្តែកាហ្វេលំដាប់ល្បីនៅក្នុងស្រុកខ្មែរអីអាចមានឱកាសទទួលបានប្រាក់ខែចូលដំបូងអីអាចយើងបាន220ទៅ300ដែរតែបើសិនណាក្នុងកាហ្វេបែប international បែបអន្តរជាតិស្តង់ដាប្រគេទាំងអស់នេះឃើញ brand មួយចំនួនហ្នឹងក៏យើងអាចប្រហែលជាអាចមានឱកាសទទួលបាន250ទៅ$400វាអាស្រ័យទៅលើពេលខ្លះបទពិសោធន៍យើងពី3ឆ្នាំមកចឹងទៅប៉ុន្តែបញ្ចូលវងខ្ញុំគិតថាចប់ពីការសាក់លបងការងារទៅអាចបាន250អីដែរអញ្ចឹងបើប្រៀបធៀបការរស់នៅក្នុងភ្នំពេញអាចថាវាមិនអស្ចារ្យវាមិនច្រើនហើយវាមិនគ្រប់100%ទេប៉ុន្តែចំណូលប៉ុណ្ណេះសម្រាប់វ័យយើងនៅក្នុងការរៀនសូត្រចេះសន្សំចៃខ្លះចូលរួមជាមួយការរស់នៅនឹងអាចចូលរួមជាមួយមិត្តភ័ក្តិអីរួមគ្នាខ្ញុំគិតថាយើងអាចលៃលោកនៅក្នុងការរស់នៅហើយយើងអាចរៀនបានចប់បរិញ្ញាឬក៏អីដែលយើងកំពុងព្យាយាមជាមួយវាហ្នឹងណាអូខេអញ្ចឹងខ្ញុំអាចឆ្លើយសំណួរប៉ុណ្ណឹងបើសិនណាយើងជាអ្នកត្រូវការចំណូលទេខ្ញុំគិតថាចូលធ្វើការហាងកាហ្វេវាអត់មានខុសទោះអីទេវាមានតែជាចំណុចល្អធ្វើម៉េចក៏ដោយកុំឲ្យតែទៅធ្វើការហើយយើងភ្លេច
ការរៀនសូត្រដល់បំណងធំរបស់យើងបើយើងភ្លេចអាហ្នឹងបានពិបាកតែបើសិនណាយើងគ្រាន់តែយកកន្លែងធ្វើការជាពិសេសនៅក្នុងហាងកាហ្វេហ្នឹងជាកន្លែងរៀនសូត្រដែរជាកន្លែងទទួលបានចំណូលដែរខ្ញុំគិតថាអត់ខុសទាស់អីទេវាជាទីសម្ចតមួយសម្រាប់ឲ្យយើងចតហើយវាជួយជាលំនឹងរបស់យើងដើម្បីបន្តដំណើរទៅរកគោលដៅធំរបស់យើងជាពិសេសការរៀនឲ្យបានចប់ហើយទទួលបានឱកាសការងារល្អប្រសើរជាងនេះអរគុណច្រើនណាសម្រាប់បងប្អូនយើងដែលមានសំណួរផ្សេងអីតាក់ទងជាមួយឱកាសការងារការជ្រើសរើសជំនាញរៀនក៏ដូចជាការគ្រប់គ្រងធនធានមនុស្សណាហើយការងាររដ្ឋបាលហើយនឹងច្បាប់ការងារអីអាច comment នៅក្នុង YouTube របស់ខ្ញុំហើយឬក៏មួយ subscribe ទៅ YouTube channel របស់ខ្ញុំទៅទាំងអស់នេះនឹងទទួលបានវីដេអូបន្តទៀតដែលនិយាយពីរឿងទាំងអស់នេះអរគុណច្រើនទាំងអស់គ្នាជម្រាបលា